បាទសួស្តីអ្នកនរគ្នាបាទថ្ងៃនេះខ្ញុំបាទនឹងបង្ហាញវីដេអូថ្មីមួយដែលតាក់ទងទៅនឹងការ record វី computer screen ន័យថាគឺយើងថតcomputer screen ហ្នឹងដែលមានសំឡេងឮពោះអ្នកខ្លះគាត់ថតសំឡេងហើយគឺសំឡេងហ្នឹងវាអត់សូវឮច្បាស់ឬក៏សំឡេងហ្នឹងវាអត់សូវឮតែម្ដងអញ្ចឹងនៅពេលដែលគាត់ថតហើយគាត់យកវីដេអូហ្នឹងយកវីដេអូដែលគាត់ថតហើយហ្នឹងទៅដំឡើងសំឡេងទៅក្នុងកម្មវិធីផ្សេងដូចជា Sony Vegas ជាដើមអញ្ចឹងទេខ្ញុំនឹងបង្ហាញអំពីលោកអ្នកតើទៅធ្វើដើម្បីយើង record ទៅសំឡេងនេះគឺច្បាស់បាទតាមរយៈ record ហ្នឹងអញ្ចឹងយើងជាដំបូងគឺយើងចូលទៅក្នុងcomputer យើងយកពាក្យថា control panel នេះគឺយើងវាយរកពាក្យថា sound បាទ sound យើងចុចពាក្យមកដាក់បាច់ថា sound នេះ sound គឺយើងយកពាក្យ sound បន្ទាប់មក sound ហើយគឺយើងយកពាក្យថា recording នេះគឺយើងselectយកពាក្យថា microphone បាទ microphone យើង double click លើកមកវានឹងបង្ហាញអំពី general នេះគឺជា check icon នេះជា property ដែលរបស់ device ហ្នឹង device general ឬក៏ដូចថានិយាយហ្នឹងមួយទៀតនេះគឺអំពី listen នេះគឺយើងអាចស្ដាប់កាលណាយើង click នេះមកយើងអាចសំឡេងគឺវា record ទាំងសំឡេងខ្យល់អីចូលទាំងអស់បាទចូលទាំងអស់បើតែបើយើងអត់ click ទេវា record តែសំឡេងនៅក្នុង computer ឬក៏សំឡេងដូចនិយាយហ្នឹងវាអត់តាក់ទងនឹងសំឡេងខ្យល់ទេអញ្ចឹងគឺយើងអូខេមកនេះគឺជាចំនួន level នេះគឺជាសំឡេងកាលណាយើងដាក់សំឡេងប៉ុណ្ណាអញ្ចឹងសំឡេងដែល record យើងនិយាយហ្នឹងគឺវាអត់សូវឮច្បាស់ទេយើងឮតិចបំផុតអញ្ចឹងយើងសលេងប៉ុណ្ណេះមកមានន័យថាយើងសលេងយើងគឺវា record ច្បាស់ចំណែក microphone boost នេះគឺជាសំឡេងខ្ទរគឺជាសំឡេងលាន់អីផ្សេងយើងយកសំឡេងធំហ្នឹងមកវាអាចសំឡេងហ្នឹងគឺមិនឮមិនថ្លង់មិនណយមិនណូតមិនរំខានទេបាទសំឡេងប្រហែលជា20 decibel ហ្នឹងគឺសំឡេងស្ងាត់អត់បំផុតមកសំឡេងខ្យល់ហ្នឹងអញ្ចឹងបន្ទាប់មកយើងអូខេហើយគឺយើងយកពាក្យថាអូខេនេះមកណាអូខេនេះមកអញ្ចឹងយើងទៅ record យើងទៅបើក computer មួយហើយមានកម្មវិធីឧបមាថាកម្មវិធី Ocam នោះយើងបើកមកយើង record សំឡេងទៅហើយយើងទៅតែខ្លួនឯងទៅនេះគឺជាវិធីមួយដែលអ្នកនរគ្នាអាចធ្វើថា record សំឡេងទៅមិនឲ្យឮច្បាស់ជាងមុនដោយមិនចាំបាច់យកសំឡេងហ្នឹងទៅលើកសំឡេងនៅក្នុងកម្មវិធីកាត់តផ្សេងបាទសូមអរគុណបាទ